ស្អីគេហ្នឹងហេតុអីបានជាសាច់មួយដុំនេះអត់មានរោមសោះអញ្ចឹងសូម្បីតែមួយសរសៃក៏អត់មានដែរឬមួយក៏ហួសកំណត់ហើយតើអ្នកណាកំពុងនិយាយហ្នឹងហេតុអីបានជាមានក្លិនស្អុយអញ្ចឹងភ័យប្រៃណាស់អាសត្វជើងពីរនេះចេញពីលាងមិនដែលងូតទឹកទេអីមានតែក្លិនភពចុំយ៉ាហេតុអីបានជាមានឌីណូស័រនៅលើខ្លួនខ្ញុំអញ្ចឹងឬមួយក៏ខ្ញុំកំពុងយល់សប្តិហើយអ្នកដែលនិយាយអំបញ្ញមិញហ្នឹងកុំប្រាប់ណាថាជាវាណែឯងងាប់ហើយឬនៅហ្នឹងឃើញពោះឯងនៅឡើងចុះអញ្ចឹងធ្វើឲ្យយើងមិនដឹងគិតយ៉ាងម៉េចទេជួយយកយល់បន្តិចទៅប្រញាប់ដកដង្ហើមចុងក្រោយទៅដើម្បីឲ្យយើងបានស៊ីអញចំអែតក្រពះយកព្រមទេងាប់ស្អីឯងឆាប់ចុះពីលើខ្លួនយើងភ្លាមទៅយើងមិនឆ្ងាញ់ទេម៉ែអើយខ្មោចលងហើយអាសាច់អត់រោមនេះរស់ឡើងវិញហើយចុះឯងជាសត្វជើងពីរហេតុអីបានជានិយាយភាសារបស់ពួកយើងបានឯងអាចស្ដាប់យើងនិយាយយល់មែនហើយសម្ដីឥតប្រយោជន៍យើងមិនត្រឹមតែស្ដាប់យល់ទេតែយើងចង់ស៊ីអញទៀតផងយើងជាស្ដេចឌីណូស័រត្រឹកខ្នាកាយខ្លាំងណាស់រកឃើញថាម្ចាស់ប្រព័ន្ធបានដឹងខ្លួនហើយប្រព័ន្ធចិញ្ចឹមឌីណូស័រកំពុងចាប់បង្ខំភ្ជាប់បានជោគជ័យលូអានគេឆ្លងភពទៅមានសមត្ថភាពអស្ចារ្យចំណែកយើងឆ្លងភពមកធ្វើជាគ្រូបង្រៀនកូនឌីណូស័រត្រឹកទៅវិញនេះជាយុគសម័យ Jurassic ណាឲ្យតែសត្វស៊ីសាច់ណាមួយមកក៏អាចស៊ីយើងធ្វើជាចំណីបានដែរដឹងរកឃើញថាបរិស្ថានបច្ចុប្បន្នរបស់ម្ចាស់ប្រព័ន្ធពោពេញដោយគ្រោះថ្នាក់កញ្ចប់កាដូសាងសង់សួនដំបងត្រូវបានបញ្ជូនដោយស្វ័យប្រវត្តិម៉ែអើយអាសត្វជើងពីរឯងចេះសិលមុនហើយហេតុអីបានជាឯងអាចធ្វើឲ្យមានឈើធំដុះចេញពីដីច្រាំម្លេះហើយអាប្រអប់ឈើការ៉េនៅកណ្ដាលដែលគ្មានប្រឡោះសោះនឹងគេប្រើសម្រាប់ធ្វើអីទៅដឹងប្រអប់ចៃដន្យសម្រាប់ចិញ្ចឹមកូនដំបងត្រូវបានបញ្ជូនទៅក្នុងកាតាបរបស់ម្ចាស់ប្រព័ន្ធហើយសូមពិនិត្យមើលអូហូប្រព័ន្ធនេះខ្លាំងដល់ថ្នាក់នឹងផងបង្កើតផ្ទះបានហើយនៅមានប្រអប់ចៃដន្យឲ្យទៀតចាំមើលថានឹងទទួលបានអីខ្លះប្រព័ន្ធឯងចង់ឲ្យយើងយកសាច់កំប៉ុងមួយនិងមាន់ជ័រស្រែកមួយនេះទៅទប់ទល់ជាមួយវាហឹងអាសត្វជើងពីរទោះបីជាឯងចេះសិលមុនឬអត់ក៏ដោយក៏ថ្ងៃនេះឯងរត់មិនរួចដែរកុំមកចិត្តអាសត្វជើងពីររបស់នៅក្នុងប្រអប់រឹងនៅក្នុងដៃឯងនោះជាស្អីគេហ្នឹងក្រអូបណាស់ក្រអូបជាងត្រីស្អុយបង្គាលួយនៅមាត់ទន្លេ 10000 ដងឯណោះចង់ស៊ីអត់ក្រអូបណាស់សុំសាកមួយម៉ាត់មើលម៉ែអើយនេះជាសាច់ទិព្វស្អីទៅមិនបាច់បោចរោមមិនបាច់ខំឆ្អឹងសុទ្ធតែជាតិខ្លាញ់ឆ្ងាញ់ណាស់អាសត្វជើងពីរពីថ្ងៃនេះទៅឯងជាបងធំរបស់យើងហើយនៅមានទៀតអត់ដោះស្រាយបានមួយក្បាលហើយកាច់ណាស់អាពណ៌លឿងនេះស្រែកច្រឡៅបើសំលេះចាំមើលយើងខំវាឲ្យងាប់ជីវិតចិញ្ចឹមកូនឌីណូស័រដ៏ចម្លែកនៅយុគសម័យបុរេប្រវត្តិនេះត្រូវបានចាប់ផ្ដើមជាផ្លូវការហើយប្រាប់ហើយថាកុំច្រឡៅបើយើងជាស្ដេចឌីណូស័រណាប្រព័ន្ធនេះកំណាញ់ហួសថ្លាញ់ហើយក្តៅស្ទើរងាប់ហើយក៏មិនព្រមបំពាក់ម៉ាស៊ីនត្រជាក់ឲ្យដែរមានតែបញ្ញាប៉ុណ្ណឹងសង្ឃឹមអីថានឹងអាចគ្រប់គ្រងយុគសម័យ Cretaceous ទៅថ្ងៃមុខនោះដឹងរកឃើញថាសួនបច្ចុប្បន្នមានតែកូនសត្វស៊ីសាច់រចនាសម្ព័ន្ធអេកូឡូស៊ីនៅទល់ពេកប្រអប់ចៃដន្យសត្វស៊ីស្មៅត្រូវបានបញ្ជូនហើយសូមម្ចាស់ប្រព័ន្ធប្រញាប់រកសត្វស៊ីស្មៅចូលសួនឲ្យបានលឿនចុំយ៉ាឥឡឹកត្រជាក់ស្រេបស្រួលណាស់ក្លិនស្អីគេហ្នឹងផ្អែមណាស់ឆ្ងាញ់ណាស់ឆ្ងាញ់ជាងស្លឹកឈើធម្មតា 10,000 ដងឯណោះណែអាវត្ថុដែលមានទឹកជោគជុំរបស់សត្វជើងពីរខាងក្នុងនោះនៅមានទៀតទេហើយកូនឌីណូស័រមានស្នែង3តើប្រអប់អាចកំបាំងស្មៅរបស់ប្រព័ន្ធនេះពិតជាស្ទូចនុយបានចំគោដៅមែនឯងចង់ស៊ីអានឹងមែនទេចង់យកមកឲ្យខ្ញុំខ្លះមកខ្ញុំយកស្លឹកឈើដែលខ្ញុំសន្សំទុកមកដូរជាមួយឯងម៉ៃដែរឆ្ងាញ់ខ្លាំងណាស់ណែទាំងផ្អែមទាំងត្រជាក់ទៀតស្មៅដែលខ្ញុំធ្លាប់ស៊ីពីមុនមកគឺគ្មានជាតិសោះតែម្ដងស៊ីទៅថ្ងៃមុខតាមខ្ញុំទៅមានឥលឹកស៊ីឆ្អែតហើយធ្វើស្អីហ្នឹងអាសត្វស៊ីស្មៅពីណាមកហ៊ានដណ្ដើមរបស់បងធំរបស់អញហ្នឹងឯងចង់ស្អីអានឹងសត្វជើងពីរឲ្យខ្ញុំតើអាស៊ីសាច់រលួយអញទៅឲ្យឆ្ងាយទៅកុំមកខឹងប្រវាយរំខានខ្ញុំស៊ីផ្លែឈើផ្អែមម៉ៃដែរស៊ីស្មៅសោះហ៊ានទៅមាត់ផងអញខំកាច់កាយមួយម៉ាត់ឥឡូវហ្នឹងមកក្បាលរឿងចាំមើលខ្ញុំចូលអញឲ្យកាប់មុខឈប់ទាំងអស់គ្នាឆ្ងាញ់ណាស់តើអាសម្បកពណ៌បៃតងនេះក៏ផ្អែមដែរណែសត្វជើងពីរឯងពិតជាយកចិត្តគ្នាមែនមួយស៊ីសាច់មួយស៊ីស្មៅគ្នាប៉ុណ្ណឹងល្មមបង្កើតជាសាឡាម៉ាតៃឲ្យបានហើយការងារមើលកូនដាយណូស័រនេះហត់ជាងធ្វើការនៅក្រុមហ៊ុន10 ដងទៅទៀតសត្វជើងពីរថ្ងៃរះចាំងគូតហើយលឿនឡើងក្រោកឡើងសាច់ក្នុងពោះរលីអស់ហើយឃ្លានស្លាប់ឥឡូវហើយអញឈួតមែនទេមិនមែនខ្ញុំរៀបចំខ្ទមឈើមានស្មៅក្រៀមឲ្យនៅខាងក្រៅហើយទេអីរត់ចូលមកក្នុងបន្ទប់ខ្ញុំធ្វើអីហ្នឹង
សម្បុកស្មៅខាងក្រៅនោះចាក់គូតណាស់ហើយយប់ឡើងមានមូសទៀតនៅតែក្នុងរោនឈើរបស់ឯងនេះស្រួលជាងបងប្រុសសត្វជើងពីរប្រញាប់ចែកសាច់ឲ្យលឿនឡើងសត្វជើងពីរថ្ងៃនេះមានផ្លែឈើក្រហមទឹកជោកជាមនុស្សទៀតអត់ចាំសិនខ្ញុំទៅរើអស់សិនទីធ្លាចង្រៃនេះគ្មានកន្លែងបង្កាត់ភ្លើងសោះខ្ញុំទៅជើងភ្នំថ្មខាងក្រៅរើឈើបន្តិចក្រែងលោបានជួបកូនសត្វដែលប្រព័ន្ធផ្ដល់ឲ្យទៀតយ៉ាប់មកពងដៃណូសៅតើនៅជុំវិញនេះស្ងាត់ជ្រងគ្មានដានជើងដៃណូសៅធំសោះនេះច្បាស់ជាពងដែលគេបោះបង់ចោលឬធ្លាក់ពីលើភ្នំថ្មមកហើយបើទុកចោលនៅទីនេះមិនទាន់ដល់យប់ផងប្រកាសជាត្រូវពួកចោលលួចពងឌីណូសៅស៊ីជាអាហារមិនខានសត្វជើងពីរឯងធ្វើស្អីហ្នឹងចេញទៅក្រៅមួយសន្ទុះរើបានបាល់មួយមកវិញហ្នឹងអាបាល់នេះមានក្លិនឆ្អាបមេឃម៉ាកដូចជាមានសាច់នៅខាងក្នុងអញ្ចឹងទៅឲ្យឆ្ងាយអានឹងទុកសម្រាប់ញ៉ាំទៅលេងមន់ស្រែករបស់ឯងនៅខាងទៅមិនស៊ីក៏មិនស៊ីទៅធ្វើអីក៏កាច់ម្លេះម៉ាក់ម៉ែចុងក្រោយម៉ាក់មកមើលកូនហើយម៉ាក់ម៉ែអីអញជាប្រុសតើប្រុសពេញលក្ខណៈទៀតអ្នកណាជាម៉ែឯងហឹកហៅម៉ាក់ម៉ែមិនត្រូវការកូនទេបានជាក្នុងពងត្រជាក់ម្លេះតាមពិតម៉ាក់ម៉ែខ្ពើមខ្ញុំសោះទោះបីម៉ាក់ម៉ែគ្មានរោមមួយសរសៃក៏ដោយក៏ខ្ញុំមិនខ្ពើមម៉ាក់ម៉ែដែរហេតុអីម៉ាក់ម៉ែបោះបង់ខ្ញុំកុំយំអីណាខ្ញុំចិញ្ចឹមឯងក៏បានដែរទៅថ្ងៃមុខឯងឈ្មោះពូធំទៅចុះអរគុណម៉ាក់ម៉ែខ្ញុំឃ្លានណាស់រកអីឲ្យខ្ញុំស៊ីបន្តិចមកបានរកឃើញកូនដៃណូសរហោះស៊ីត្រីចូលក្នុងសួនប្រអប់សំណាងសម្រាប់អ្នកថ្មីត្រូវបានផ្ដល់ជូននឹងហើយសាក់អានឹងមើលម៉ាក់ម៉ែសាច់ស្នេះទន់ហើយឆ្ងាញ់ណាស់ឆ្ងាញ់ជាងក្លិនខ្យល់សមុទ្របក់មកទៅទៀតវ៉ាទឹកនេះផ្អែមណាស់មានក្លិនទឹកដោះគោទៀតម៉ាក់ម៉ែល្អចំពោះខ្ញុំពិតមែនណែអាមានស្លាប់ចែកអញផឹកទឹកផ្អែមរបស់ឯងមួយម៉ាត់មើលម៉ាក់ម៉ែអាសត្វមាត់ធំចម្លែកនោះកាចខ្លាំងណាស់វាស្រែកគំហកដាក់ខ្ញុំហើយចង់ដណ្ដើមរបស់ល្អដែលម៉ាក់ម៉ែឲ្យខ្ញុំទៀតហឹកខ្ញុំខ្លាចណាស់ម៉ាក់ម៉ែប្រញាប់វាទៅអាសត្វស្លាប់ដូចមាន់នេះចេះប្តឹងផ្ដោតទៀតផងអាទន្សាយតូចអញចេញទៅចាំមើលយើងស៊ីវាចូលមួយម៉ាត់តើខ្ញុំសាងកម្មពីអីទៅនេះបើនៅតែបែបនេះទៀតខ្ញុំច្បាស់ជាឈួតមិនខានទេខ្ញុំគួរតែទៅដើរលេងនៅជ្រលងភ្នំថ្មជ្រៅបន្តិចទៀតដើម្បីមើលថាតើប្រព័ន្ធអាចផ្ដល់ប្រអប់អាចកំបាំងអ្វីទៀតបានទេពួកឯងនៅទីធ្លានេះត្រូវធ្វើខ្លួនឲ្យល្អដឹងទេស្អីគេហ្នឹងស្មៅឈួតនេះមិនក៏រត់កាន់តែណែនទៅអីចឹងហត់ណាស់វើយគឺសត្វស៊ីនំបឺឡុងហើយថែមទាំងជាកូនសត្វញីដែលមានចរិតកាចសាហាវខ្លាំងទៀតផងកុំខំប្រឹងអត់ប្រយោជន៍អីឯងកាន់តែរើវាកាន់តែរត់ណែនហើយឯងជាអ្នកណាអាសត្វជើងពីរគ្មានរោមហ៊ានមកសាច់ចំអកយើងផងជឿទេថាបើយើងរើជើងរួចយើងនឹងខ្វាច់ឯងឲ្យស្លាប់កាច់មិនធម្មតាទេតាឌីងរកឃើញកូនសត្វស៊ីនំបឺឡុងស៊ីសាច់ជាអាហារដែលកំពុងជាប់អន្ទាក់ប្រអប់ជំនួយសង្គ្រោះដំបូងត្រូវបានផ្ដល់ជូនហើយអរគុណចាត់ទុកថាអាសត្វជើងពីរឯងចេះមើលការខុសត្រូវចុះយើងឈ្មោះភ្លេចបន្ទោយើងចាំគុណនេះហើយទៅថ្ងៃមុខនៅក្នុងព្រៃនេះយើងនឹងការពីឯងទៅសិនហើយវើយចាំបន្តិចសិននោះជាស្អីគេហ្នឹងហេតុអីបានជាមានសាច់ក្រអូបម្លេះធំក្លិនឈ្ងុយដូចសាច់ហាលថ្ងៃអីចឹងសាច់គោក្រៀម5មុខរសជាតិស្គាល់អត់សាកមើលទៅតើនេះជាសាច់ទេពស្អីទៅនេះស្វិតឆ្ងាញ់ណាស់វើយឆ្ងាញ់ជាងសត្វបក្សីបុរាណដែលយើងចាប់បានកាលពីលើកមុន 10000 ដងឯណោះបងប្រុសជើងពីរឯងជាបងធွာរបស់យើងហើយទៅថ្ងៃមុខបងទៅណាខ្ញុំទៅតាមនោះដែរចុះសាច់ស្វិតឆ្ងាញ់បែបនេះនៅមានទៀតទេបងឲ្យតែស្ដាប់បង្គាប់សាច់គោក្រៀមធានាថាមានមិនខ្វះទេតោះទៅផ្ទះជាមួយខ្ញុំអាសត្វស្គមដូចយូសីមកពីណាហ៊ានចូលមកក្នុងដែនដីរបស់យើងអូហូយើងស្មានតែជាអ្នកខ្លាំងណាតាមពិតគ្រាន់តែជាអាសត្វក្បាលធំដៃខ្លីជើងខ្លីសោះអាដៃខ្លីមកដេញយើងមកមើលអាសត្វស្គមស្លាប់ជើងថ្ងៃនេះយើងត្រូវតែខំជើងឯងឲ្យដាច់មិនខានដេញមិនទាន់ទេលូដៃតូចទាំងពីររបស់ឯងនឹងសំបីតែជូតគូតក៏មិនដល់ផងចង់មកចាប់យើងឯងបងស្រីភ្លេចបន្ទោលលុយណាស់វាអាល្ងងនឹងទៅតើពួកវាឆ្លោះគ្នាពីរឿងអីហ្នឹងឬមួយក៏ដណ្ដើមរបស់ឆ្ងាញ់ស៊ីទៀតហើយពួកអាតម្រើនេះបំផ្លាញរបស់របរខ្លាំងជាងឆ្កែហាគីទៅទៀតហត់នឿយណាស់វើយនៅក្នុងធ្លានេះហាក់ដូចជានៅខ្វះសត្វដែលមានចរិតនឹងថឹងមួយទៀតម្នាក់ចរិតសម្ដែងម្នាក់ទៀតចរិតកាចបើនៅតែបែបនេះទៀតអាឌីណូសៅតូចនេះច្បាស់ជាការជំងឺបាក់ទឹកចិត្តមិនខានខ្ញុំត្រូវតែទៅខាងក្រៅផ្សងព្រេងម្ដងទៀតដើម្បីរកមើលថាតើមានសត្វដែលមានចរិតនឹងថឹងមកជួយសម្របសម្រួលខ្លះជួយផងវើយតើមានសត្វចិត្តធនណាជួយខ្ញុំផងទេមេឃឈើឈួតនេះប្រហែលជាមានប្រលឹងហើយបានជាវាមកខំរបស់ខ្ញុំមិនព្រមលេងបែបនេះខ្ញុំចិត្តស្លាប់ហើយកុំរើបំរាអីកាន់តែរើវាកាន់តែគៀបជាប់ណែនហើយ
អូយនរណាកំពុងនិយាយហ្នឹងហើយនរណាមកប៉ះជើងខ្ញុំកុំស៊ីខ្ញុំអីសាច់ខ្ញុំជូរណាស់ណាបងស៊ីស្មើនៅក្បែរនោះទៅណាខ្ញុំសន្យាថាមិនមើលបងទេជាសត្វដែលមានរូបរាងធំបំផុតសោះតែបែរជាខ្លាចសង្គមនិងកំសាកខ្លាំងបែបនេះទៅវិញឌីងរកឃើញកូនសត្វលៀងលងស៊ីស្មៅយក្សដែលកំពុងជាប់អន្ទាក់ប្រអប់ប្រេងរំអិលនិងអាហារសម្រន់សម្រាប់សត្វស៊ីស្មៅត្រូវបានផ្ដល់ជូនហើយកុំស្រែកអីខ្ញុំមិនមែនមកស៊ីឯងទេថយក្រោយបន្តិចទៅបងជាសត្វជើងពីរហេតុអីបានជាជួយខ្ញុំឬមួយក៏បងចង់ចិញ្ចឹមខ្ញុំឲ្យធាត់ចាំស៊ីទេដឹងតើនេះជាផ្លែឈើទឹកស្អីទៅផ្អែមឆ្ងាញ់ណាស់ហើយថែមទាំងមិនបាច់ខ្ជាក់ក្របរឹងចេញទៀតផងបងប្រុសជើងពីរផ្លែឈើមួយចង្កោមនៅក្នុងដៃបងនឹងគឺទុកឲ្យខ្ញុំទាំងអស់មែនទេខ្ញុំសន្យាថានឹងស្ដាប់បង្គាប់បងរហូតឲ្យតែរាល់ថ្ងៃមានផ្លែឈើផ្អែមដែលមិនបាច់ខ្ជាក់ក្របបែបនេះស៊ីតើនេះជាអ្វីទៅនឹងឲ្យតែឯងស្ដាប់បង្គាប់ផ្លែទំពាំងបាយជូរនិងមានញ៉ាំមិនខ្វះទេមកតាមខ្ញុំទៅសួនវិញតើមានរឿងអីនឹងអាជើងពីរតើឯងបានសាច់ដុំធំបែបនេះពីណាមកម៉ែអើយអាដៃណូសខំស៊ីសាច់ត្រាក់កុំមកចិត្តអីខ្ញុំងាប់បាត់ហើយសាច់ខ្ញុំមិនឆ្ងាញ់ទេណាខ្លួនធំប៉ុណ្ណឹងដែរតែចិត្តកំសាកជាងខ្ញុំទៅទៀតថ្មិញធំឯងចេះតែធ្វើបាបតែពួកកំសាកបែបហ្នឹងទេសួនច្បារបុរាណរបស់ខ្ញុំនេះដូចជាប្រមូលបានពួកប្លែកសម័យបុរាណមកជុំគ្នាអស់ហើយណែតើពួកឯងកំពុងធ្វើឈួតអីហ្នឹងរត់ចុះរត់ឡើងធ្វើឲ្យដីភុកពេញកន្លែងក្រិចស្លាប់ហើយតើក្មេងស្រីតូចនេះមកពីណាតើឯងជាមេនៅកន្លែងឈើធំនេះមែនទេខ្ញុំឈ្មោះបានមិញនេះខ្ញុំវង្វេងភ្លើពីហ្វូងរបស់ខ្ញុំក៏ដើរលេងនៅខាងក្រៅខ្ញុំឃើញសសរឈើនៅទីនេះរឹងមាំទ្រាំបាដែរទើបខ្ញុំសម្រេចចិត្តចូលមកសម្រាប់បន្តិចនិយាយគ្នាឲ្យច្បាស់សិនណាកុំឲ្យអាសត្វដៃខ្លីមកធំក្លិនស្អុយនោះមកចិត្តខ្ញុំឲ្យសោះសម្ដីនិយាយនេះដូចជាព្រះនាងតូចដែលកំពុងវង្វេងខ្លួនអីចឹងចង់ចូលមកសម្រាប់គ្មានបញ្ហាទេតែទីនេះរៀងសាមញ្ញបន្តិចកុំប្រកាន់ថាមានភក់លើដីអីណាហេអ្នកណាទៅខ្វល់ពីដីភក់របស់ឯងទៅនៅទីនេះក៏ល្មមគួរសម្ដែងណែអាជើងពីរខ្ញុំឃើញពួកគេសុទ្ធតែមានរបស់ឆ្ងាញ់ញ៉ាំតែឯងដឹងពីរបៀបរបស់ទេខ្ញុំមកលេងទីនេះឯងមិនយករបស់ញ៉ាំមកទទួលភ្ញៀវខ្លះទេហីឌីងរកឃើញកូន Dinosaur Stegosaurus ស៊ីស្មៅដ៏ឆ្មើងឆ្មៃចូលក្នុងសួនដោយខ្លួនឯងប្រអប់អាហារពិសេសសម្រាប់អ្នកស៊ីរុក្ខជាតិត្រូវបានផ្ដល់ជូនអូហូមើលទៅស្រស់ខ្ចីល្អណាស់តើអីយ៉ាតើនេះជាបន្លែអ្វីទៅនឹងស្រួយស្រិបមិនជាប់ធ្មេញតតែសោះស្មៅនេះគ្រាន់តែធម្មតាទេណាតែឃើញឯងជាអាជើងពីរមានចិត្តស្មោះត្រង់បែបនេះខ្ញុំសម្រេចចិត្តថាក៏មិនទៅណាដែរខ្ញុំនឹងស្នាក់នៅទីនេះជារៀងរហូតចាប់ពីពេលនេះទៅរៀបចំបន្លែបែបនេះមួយចានឲ្យខ្ញុំរាល់ថ្ងៃខ្វះមួយសន្លឹកក៏មិនបានដែរគ្មានបញ្ហាទេព្រះនាងតូចបន្លែបៃតងធានាថាមានមិនខ្វះទេឌីងសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានបំពេញភារកិច្ចចម្បងសាឡាមតៃសម័យបុរាណចាប់ផ្ដើមមានរូបរាងហើយការវិតម្លៃសួនបច្ចុប្បន្នក៏ពេញនឹងអ៊ូអរបើកដំណើរការឃ្លាំងអាហារសម្រន់កម្រិតខ្ពស់និងឃ្លាំងប្រដាប់ក្មេងលេងកម្រិតខ្ពស់ធ្វើឈួតអីហ្នឹងនេះជារបស់អញតើអាសត្វស៊ីស្មៅចង្រៃទៅឲ្យឆ្ងាយពីអញទៅថយចេញទៅធំតែក្លិនភក់ស្អុយគុំមកប៉ះប្រដាប់លេងរបស់អញស្រែករោគអីហ្នឹងគ្រាន់តែឲ្យខ្ញុំលិតមួយម៉ាត់សោះមានរឿងអីដែរអាមនុស្សកំណាញ់វាគ្នាទៅថ្មិញធំខំវាទៅក្បាលដែកបើខំមិនឈ្នះទេអញជាកូនឆ្កែហើយថ្មិញធំជាមនុស្សល្ងងវាមិនឈ្នះក្បាលដែកទេឡាយរំខានស្លាប់ហើយពួកអញគ្មានការអប់រំតតែសោះបាននៅតែលូឡាទៀតប្រយ័ត្នខ្ញុំយកខ្លួនខ្ញុំទៅសង្កត់ឲ្យមកឥឡូវហ្នឹងធ្វើឲ្យទឹកស្អាតរបស់ខ្ញុំអស់រលីងហើយម៉ែអើយសម្លាប់ Dinosaur ហើយនេះកន្លែងណាជាសាឡាមតៃឲ្យទៅនេះវាជាមន្ទីរពេទ្យឈួតសម័យ Cretaceous ច្បាស់ណាស់ស្ងាត់មាត់ទាំងអស់គ្នាទៅរាល់ថ្ងៃនេះមិនអាចឲ្យខ្ញុំសម្រាកខួរក្បាលបន្តិចបានទេហីចង់វាគ្នាណាស់មែនទេឬមួយមិនចង់ស៊ីបាយទេឌីងរកឃើញថាកូន Dinosaur ទាំងឡាយកំពុងឃ្លានខ្លាំងនឹងមួម៉ៅប្រអប់អាហារបន្ថែមសម្រាប់ថ្ងៃនេះត្រូវបានផ្ដល់ជូនផ្លែពេះផ្អែមពិសេសនិង Strawberry Cream ថ្ងៃនេះធ្វើតាមច្បាប់ពួកស៊ីសាច់ទៅខាងឆ្វេងពួកស៊ីស្មៅទៅខាងស្ដាំអ្នកណាហ៊ានឆ្លងដែនថ្ងៃនេះអត់មានចំណែកអាហារបន្ថែមទេញ៉ាំបាយសាច់នេះឈ្ងុយណាស់តើខាងក្រៅស្រួយខាងក្នុងទន់ឆ្ងាញ់ខ្លាំងណាស់អាជើងពីរថ្ងៃនេះឯងធ្វើដឹងក្តីគ្រាន់បើអានឹងស្រួលខំជាងសាច់គោក្រៀមមុនឆ្ងាញ់ណាស់មកខាងក្រុមស៊ីស្មៅផ្លែឈើពណ៌ក្រហមដ៏មានទឹកច្រើននេះផ្អែមជាងឥឡឹកទៅទៀតផ្លែ Strawberry ក្រហមនេះល្មមគួរសម្ដែងមានក្លិនទឹកដោះគោទៀតអាចនិយាយបានថាសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់ខ្ញុំបន្តិចបងប្រុសជើងពីរទៅថ្ងៃមុខខ្ញុំលែងធ្វើពុតជាងាប់ទៀតហើយផ្លែឈើនេះឆ្ងាញ់ខ្លាំងណាស់នៃក្បាលដែកតើផ្លែប៉ោងពណ៌ផ្កាឈូកដែលអញកំពុងញ៉ាំនោះជាអ្វីទៅឲ្យខ្ញុំសាកមួយម៉ាត់មើលហាស៊ីទៅនេះជាអាហារដ៏ឆ្ងាញ់ពិសារោគលេខដាក់គ្មានយីស្អីគេហ្នឹងផ្អែមចង់ត្រលាន់គ្មានជាតិសាច់បន្តិចសោះពិបាកស៊ីណាស់ពួកស៊ីស្មៅពិតជាគ្មានរសជាតិមែនក្បាលដែកឲ្យឯងមើលថារសជាតិឆ្ងាញ់ពិតប្រាកដជាយ៉ាងណាហិតមើលធំក្លិនសាច់អត់ក្លិនខ្លាញ់ក្អួបអូយយកចេញទៅក្លិនស្អុយអីក៏ស្អុយម្លេះថប់ដង្ហើមស្លាប់ឥឡូវហើយពួកអញស៊ីសាច់អត់ដែលដុតគ្មានទេមែនទេអញហ៊ានព្រួយដាក់យើងផងនេះជាសាច់ក្រកកំពូលរសជាតិផ្អែមឆ្ងាញ់បើមិនចេះស៊ីទេកុំមកប្រមាថត្រូវហើយព
ពួកស៊ីស្មៅដឹងស្អីពីក្តីសុខនៃការស៊ីខ្លាញ់សាច់ទៅរាល់ថ្ងៃស៊ីតែផ្លែឈើពណ៌បៃតងប្រយ័ត្នខ្លាយជាអណ្ដើកបៃតងទៅពួកអញដឹងខ្យល់អីពួកយើងនេះគឺរស់នៅបែបសុខភាពល្អមើលមាត់ពោពេញដោយខ្លាញ់របស់ពួកអញទៅធ្លាក់ដល់ដេកស្អុយណាស់ត្រូវហើយស៊ីផ្លែឈើមិនបាច់ខំឆ្អឹងនំហត់ទេកុំចាត់ពួកស៊ីសាច់ពួកស៊ីស្មៅសុទ្ធតែជាសម្រាមផឹកកូកាឡាមើលពួកដៃណូស័រឆ្លោះគ្នាក៏ជួយបំបត្តិស្ត្រេសដែរតើអូសាច់របស់បងធ្មេញធំក្លិនក្រអូបឆ្ងាញ់ណាស់ហាចាត់ទុកថាអញជាដៃណូស័រមានភ្នែកមើលឃើញរបស់ល្អវ៉ាយផ្លែឈើក្រហមរបស់បងក្បាលដៃផ្អែមឆ្ងាញ់ណាស់ឆ្ងាញ់ជាងសាច់ឆ្ងាញ់ណាស់ឃើញនៅពួកមានស្លាប់ក៏និយាយថាពួកស៊ីស្មៅយើងឆ្ងាញ់ជាងដែរអាសត្វស្លាប់ចង្រៃទីបំផុតឯងនៅខាងណាឲ្យប្រាកដយើងស្អប់បំផុតពួកចម្បាំងចុងស្រូវបែបនេះចុះមកវីគ្នាជាមួយយើងមកម៉ាក់ជួយផងពួកវាចង់វីខ្ញុំទៀតហើយតើយើងបានសាងបាបកម្មអីបានជាត្រូវមកចិញ្ចឹមកូនដៃណូស័រអស់ទាំងនេះទាំងអស់គ្នាស្ដាប់ទៅឈរថ្មិញជញ្ជាំងពិចារណាកំហុសភ្លាមបាននរណាហ៊ានឆ្លោះគ្នាទៀតយប់នេះកុំសង្ឃឹមបានស៊ីអីឲ្យសោះអ្នកស៊ីស្មៅអ្នកស៊ីសាច់កុំរើអើងគ្នាទៀតហើយប្រញាប់សុំទោសគ្នាភ្លាមបើមិនអញ្ចឹងទេយើងនឹងដេញចេញទាំងអស់គ្នាសុំទោសមិញនេះខ្ញុំគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានល្អខ្ញុំក៏ខុសដែរមិនគួរជេរប្រមាថពួកឯងស៊ីសាច់សោះដៃណូស័រជើងពីរគួរឲ្យធុញណាស់អាមន់ជន់នេះលេងលាន់ទៀតហើយរកអីថ្មីប្លែកលេងតិចមើលត្រូវហើយរាល់ថ្ងៃជន់តែមន់ជឯងក៏គ្មានគំនិតច្នៃប្រឌិតដែរធុញណាស់មែនទេថ្ងៃនេះខ្ញុំមានរបស់លេងថ្មីឲ្យពួកឯងលេងជួយសម្រកកាឡូរីដែលលើខ្លះមើលឲ្យច្បាស់ណាយីស្អីគេហ្នឹងលឿនខ្លាំងម្លេះជារបស់យើងហើយអូយសុំទោសផងបងធ្មេញធំជើងខ្លីរបស់បងយឺតពេកហើយខ្ញុំទុកឲ្យបងរត់មុនហើយនៅតែដេញមិនទាន់ទៀតហ៊ានដណ្ដើមបាល់ពីយើងផងថ្ងៃនេះយើងត្រូវតែខំកាច់ជើងឯងឲ្យខានតែបានមកដេញមិនទាន់យើងទេអាដៃណូស័រតូចហាអាល្ងងលឿនឡើងអត់បានស៊ីបាយទេអីជិះចេញឲ្យឆ្ងាយអូយឈឺណាស់ពួកឯងឈួតអស់ហើយមែនទេធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់ជន់ចំកន្ទុយដ៏ស្រស់ស្អាតរបស់ខ្ញុំហើយប្រឡាក់សុទ្ធតែពួកទៀតខ្ញុំនឹងវាយពួកឯងឲ្យងាប់មិនមែនជារឿងរបស់ខ្ញុំទេគឺនាងរន្ទះបាញ់នោះជាអ្នកបុកតើអាថតចង្រៃនៅហ៊ានប្រកែកទៀតអីគឺខ្លួនដ៏ពោពេញដោយខ្លាញ់របស់ឯងនឹងហើយដែលមកបុកខ្ញុំកន្ទុយបន្លាស៊ូវីគូតវាទៅឲ្យវាដឹងខ្លួនខ្លះវីគ្នាហើយបងធ្មេញធំត្រូវគេវីទៀតហើយឥឡូវរបស់ខ្ញុំពួកឯងធ្វើស្អីហ្នឹងមិនទុកឲ្យដៃណូស័រស៊ីបាយទេអីចាំមើលខ្ញុំបុកពួកឯងឲ្យងាប់ពួកឯងនាំគ្នាធ្វើបាបខ្ញុំហេខ្ញុំគ្រាន់តែចង់ឲ្យពួកវាបញ្ចេញកម្លាំងខ្លះសោះមិនក៏ឥឡូវខ្លាយជាសង្គ្រាមស៊ីវិលអញ្ចឹងក្លិននេះដូចជាម៉ាក់របស់ខ្ញុំម៉ាក់របស់ហែងម៉ាសង្គ្រោះខ្ញុំផងមានបិសាចមកហើយកុំស្រែកខ្លាំងពេកបានទេឥឡូវនេះខ្ញុំចង់ស្រែកខ្លាំងជាងឯងទៅទៀតចប់បាត់ហើយប្រពន្ធរបងឈើនេះមុំអត់ហ្នឹងបើវាខំមួយម៉ាត់មកច្បាស់ជាបាក់អស់មិនខានសូមម្ចាស់កុំបារម្ភប្រព័ន្ធការពាររបស់យើងគឺមុំទំនាស់គ្មានសត្វបុរេប្រវត្តិណាអាចទម្លុះបានទេអាំសៀណាហ៊ានចាប់កូនខ្ញុំអូគឺឯងតាដែលបង្ខាំងកូនយើងនៅក្នុងរបងឈើកំពេចកំពុកនេះមែនទេថ្ងៃនេះខ្ញុំនឹងស៊ីឯងទាំងរស់តែម្ដងស៊ីទាំងឆ្អឹងមិនឲ្យសល់សំបីតែបន្តិច Lock screen text នេះជាការយល់ច្រឡំទេស្ដាប់ខ្ញុំពន្យល់សិនពន្យល់ស្អីរបងឈើស្អីនឹងធ្វើពីស្អីទៅហេតុអ្វីបានជារឹងម្លេះស្ទើរតែបាក់ធ្មេញខ្ញុំទៅហើយកាលពីមុនសំបីតែខ្នងដៃណូស័រដែលរឹងបំផុតក៏ខ្ញុំហ៊ានខំដែរថ្ងៃនេះបែរជាមកចាញ់របងឈើនេះទៅវិញម៉ាក់យល់ច្រឡំហើយដៃណូស័រជើងពីរនេះមិនមែនជាមនុស្សអាក្រក់ទេគាត់ល្អជាមួយខ្ញុំណាស់នៅទីនេះមានសាច់កំប៉ុងឆ្ងាញ់ហើយថែមទាំងមានមន់ចស្រែកបានលេងទៀតម៉ាក់មើលចុះខ្ញុំរស់នៅទីនេះស្រួលណាស់កូនឈួតម៉ាក់ដើររកឯងសឹងតែដាច់ពោះស្លាប់ទៅហើយអញបែរជាមករស់នៅស្រួលស៊ីឆ្ងាញ់ដេកស្រួលនៅទីនេះទៅវិញអាជើងពីរនេះឲ្យអញស៊ីស្អីខ្លះទៅបានជាអញធាត់មូលដូចបាល់អញ្ចឹងម៉ាក់មិនដឹងទេសាច់កំប៉ុងនោះឆ្ងាញ់ខ្លាំងណាស់ឆ្ងាញ់ជាងសាច់ស្រស់ដែលម៉ាក់ធ្លាប់រកឲ្យខ្ញុំស៊ីរាប់ម៉ឺនដងទៅទៀតឆាប់ឡើងយកសាច់ពណ៌ផ្កាឈូកនោះមកពី3កំប៉ុងមកឲ្យម៉ាក់ខ្ញុំបានស្គាល់រសជាតិផងប្រព័ន្ធប្រកាសពីការរកឃើញចំណងអាហារខ្លាំងពីដៃណូស័រធំអាចបើកសាច់កំប៉ុងបន្ថែមបានចង់ស៊ីសាច់កំប៉ុងមែនទេគ្មានបញ្ហាទេ
ថ្ងៃនេះខ្ញុំនឹងឲ្យពួកឯងស្គាល់ពីរសជាតិនៃបច្ចេកវិទ្យាឧស្សាហកម្មសម័យថ្មីនេះជាស្អីទៅបងស្រី Dinosaur រួចរាល់ក្នុងការទទួលយកអាហារដ៏ឆ្ងាញ់ពិសាហើយឬនៅមើលឲ្យច្បាស់ណានេះជាសាច់ស្អីទៅហេតុអ្វីបានជាក្រអូបម្លេះខ្ញុំរស់នៅដល់អាយុប៉ុណ្ណឹងហើយសូម្បីតែសាច់ Dinosaur ដែលទន់បំផុតក៏គ្មានក្លិនក្រអូបដល់1/1000នៃសាច់នេះដែរម៉ាក់ខ្ញុំមិនបានកុហកម៉ាក់ទេមែនទេសាច់នៅក្នុងប្រអប់ដែកនេះពិតជាឆ្ងាញ់លើសលោកមែនសាកមើលទៅវាពិតជាឆ្ងាញ់ខ្លាំងណាស់រលាយក្នុងមាត់មិនធាត់ហើយមិនបាច់ភ្ជាប់ឆ្អឹងទៀតផងផាសុកភាពណាស់ប្អូនប្រុសជើងពីរសាច់នេះនៅមានទៀតទេសាច់ស្រស់ដែលខ្ញុំធ្លាប់ស៊ីពីមុនមកប្រៀបដូចជាសម្រាមអញ្ចឹងបើធៀបនឹងសាច់នេះចង់ស៊ីមែនទេមានច្រើនណាស់នៅក្នុងឃ្លាំងផ្ទះឈើរបស់ខ្ញុំមានមិនខ្វះទេប៉ុន្តែខ្ញុំមិនដែលចិញ្ចឹម Dinosaur ឲ្យប្រយោជន៍ទេយកហើយខ្ញុំយកការហើយប្អូនប្រុសជើងពីរចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមិនទៅណាទេកូនខ្ញុំរស់នៅទីនេះដើម្បីសុទ្ធហើយខ្ញុំជាម៉ាក់ក៏ត្រូវតែបង្ហាញទឹកចិត្តខ្លះដែរទៅថ្ងៃមុខតំបន់ភ្នំនេះគឺខ្ញុំជាអ្នកការពារឯងមិនថាជា Dinosaur លួចសុទ្ធឬសត្វថាលើមេឃរត់លើដីទេឲ្យតែហ៊ានមកជិតរបងឈើនេះខ្ញុំនឹងខំឲ្យខ្ទេចខ្ញុំសុំតែម្យ៉ាងទេគឺបានសាច់កំប៉ុងពីរកំប៉ុងរាល់ថ្ងៃឯងយល់ព្រមទេនេះគេហៅថាស្អីទៅនេះហៅថាការប្រើមន្តអាគមដើម្បីបង្ក្រាបមន្តអាគមប្រើសាច់កំប៉ុងដើម្បីគ្រប់គ្រងយុគសម័យ Dinosaur ព្រមព្រៀងលើកនេះមិនត្រឹមតែក្នុងរបងសុវត្ថិភាពទេសូម្បីតែខាងក្រៅក៏មានអ្នកការពារដ៏ខ្លាំងពូកែដែរដោយសារតែមានម៉ាក់ Tyrannosaurus នៅចាំការពារនៅខាងក្រៅគុំថាឡើយសត្វស៊ីសាច់ធម្មតាសូម្បីតែស្តេច Dinosaur នៃព្រៃនេះមកក៏ត្រូវតែវាងភ្លើដែរដាយ៉ានៅក្នុងនោះត្រូវស្ដាប់បង្គាប់បងប្រុសសត្វជើងពីរឲ្យល្អណាស់បើហ៊ានតែបង្កចំនួនម៉ាក់នឹងក្លាយជាអ្នកដំបូងគេដែលវាគូតែងនឹងហើយម៉ាក់កូនជាក្មេងស្ដាប់បង្គាប់ជាងគេកូនប្រកាសជាមិនបង្កបញ្ហាឡើយល្អណាស់សត្វជើងពីរឯងក៏កុំបណ្ដោយឲ្យ Dinosaur ផ្សេងទៀតមកធ្វើបាបកូនរបស់ខ្ញុំឲ្យសោះណារឿងនេះមិនអាចទៅរួចទេដោយមានអ្នកនៅទីនេះតើនរណាហ៊ានធ្វើបាបគេទៅសត្វជើងពីរឯងបានទាញព្រះអាទិត្យចុះមកក្រោមមែនទេតើមានរឿងអីហ្នឹងថ្មពណ៌ក្រហមភ្លឺនេះមើលទៅហាក់ដូចជានឹងរលាកមាត់ណាស់ឆ្ងល់ច្រើនម្លេះនេះគេហៅថាភ្លើងបានហើយឈប់មើលភ្លើងទៅញ៉ាំអាហារសម្រន់ពេលយប់វិញញ៉ាំបាយហឹមសាច់ក្រកឆ្អឹងខ្ចីនេះស្រួយណាស់ឆ្ងាញ់ជាងសាច់ទុនកាលពីពេលថ្ងៃទៅទៀតអូយហឹរមាត់ណាស់ប៉ុន្តែកាន់តែហឹរកាន់តែចង់ញ៉ាំតើសាច់នេះជាសាច់វេទមិនមែនទេនេះជាអ្វីដែលស្រស់ស្រាយសម្រាប់ពួកឯងនេះជាផ្លែលឹកអីហ្នឹងក្លិនក្រអូបឯណាប្រញាប់ឲ្យខ្ញុំមួយដុំមកអូបឲ្យនេះផ្អែមជាងរលឹកដល់ទៅ100ដងឯណោះខ្ញុំរស់នៅមិនខាត់បងជីវិតឡើយសត្វជើងពីរឯងពូកែធ្វើការណាស់ផ្លែឈើពណ៌លឿងភ្លឺនេះធ្វើឲ្យនាងខ្ញុំពេញចិត្តជាខ្លាំងហឹកមិនបាច់ខ្ជាក់គ្រាប់រឹងចេញទេហើយផ្អែមខ្លាំងទៀតបងប្រុសសត្វជើងពីរបងគឺជាព្រះរស់ពិតមែនដាយ៉ាកូនខូចម្នាក់នេះញ៉ាំឆ្ងាញ់ពេកហើយនៅក្នុងរបងឈើបាក់បែកនេះអ្នកមីងសន្តិសុខធ្វើការវេនយប់ហត់នឿយហើយញ៉ាំអាហារសម្រន់នេះទៅបងប្រុសសត្វជើងពីរឯងគួរសំពេចហើយឯងត្រឡប់ទៅសម្រាកនៅក្នុងរូងឈើធំរបស់ឯងដោយស្ងប់ចិត្តទៅយប់នេះទោះបីជាមូសបុរាណមួយក្បាលក៏ម៉ាក់មិនបណ្ដោយឲ្យវាហោះចូលទៅដែរណែមេតាឯងធំក្លិនទេនៅទីដែលភ្នំថ្មខាងមុខមានក្លិនក្រអូបចម្លែកណាស់ធំក្លិនហើយក្រៅពីក្លិនផ្អែមនោះនៅមានកលិនកូន Dinosaur ជាច្រើនក្បាលទៀតផងកូន Tyrannosaurus មួយក្បាលកូន Triceratops មួយក្បាលនិងកូន Raptor តូចមួយក្បាលនេះដូចជា buffet កូន Dinosaur អញ្ចឹងឪពុកម្ដាយរបស់កូនទាំងនេះប្រកាសជាមិននៅក្បែរឡើយបើមិនដូច្នេះទេវាមិនស្ងាត់ស្ងៀមបែបនេះនៅកណ្ដាលអាធ្រាត្រនោះទេមេយប់នេះពួកយើងទៅកំចាត់ពួកវាឲ្យអស់ទៅវាគ្រប់គ្រាន់សម្រាប់ពួកយើងញ៉ាំបានច្រើនថ្ងៃហើយតោះទៅតាមខ្ញុំនៅក្នុងព្រៃនេះក្រៅពី Dinosaur Tyrannosaurus ពេញវ័យខ្ញុំមិនខ្លាចនរណាម្នាក់ឡើយយប់នេះពួកយើងនឹងទៅខំកូន Dinosaur ធាត់ទាំងនោះឲ្យខ្ទេចខ្ទីអស់អូព្រះឲ្យមេមើលចុះពួកវាដេកនៅក្នុងរបងឈើនោះដោយគ្មានសំបីតែអ្នកយាមយប់នេះពិតជាចំណេញងាយស្រួលណាស់ពិតជាក្រុមល្ងងខ្លៅមែនគិតថាប្រើឈើបាក់បែកពីរបីដើមអាចខាត់ខ្ញុំបានមែនទេបងប្អូនត្រៀមផ្លោះរបងយប់នេះខ្ញុំចង់ញ៉ាំកូន Tyrannosaurus ដែលធាត់ជាងគេមេខ្ញុំមើលឃើញច្បាស់ហើយកូន Tyrannosaurus ធាត់ជាងគេនោះកំពុងដេកនៅក្នុងសម្បុកចម្បាំងទឹកមាត់ហូរដល់ដីហើយមេជួយខ្ញុំហើយចាំខ្ញុំរាប់ដល់3ពួកយើងនឹងផ្លោះរបងឈើបាក់បែកនេះជាមួយគ្នាពេលចូលទៅដល់ស៊ីពួកវាឲ្យអស់យល់ហើយមេដើរតាមមេមានសាច់ញ៉ាំហើយ1 2បេនេះ
នេះជាស្អីហ្នឹងហេតុអ្វីបានជាធំខ្មៅនេះមានភ្នែកថ្មក្បាលឡើងអីនេះគឺជា Dinosaur Tyrannosaurus ពេញវ័យតើមានរឿងឈួតអីហ្នឹងម៉ាក់ពិបាកនឹងញ៉ាំឆ្អែតណាស់ទើបតែគេងយល់សັບឃើញសាច់ពណ៌ផ្កាឈូកដែលមិនបាច់ខ្ជាក់ឆ្អឹងសោះពួកឯងទាំងប៉ុន្មានអ្នកកណ្ដាលអាធិធមិនគេងបែរជាមកបង្កបញ្ហានៅលើទឹកដីរបស់ម៉ាក់ហើយថែមទាំងហ៊ានមានគំនិតចង់ស៊ីកូនរបស់ខ្ញុំទៀតផងបងស្រីយល់ច្រឡំហើយពួកយើងđãច្រឡំផ្លូវទេពួកយើងមកមើលព្រះច័ន្ទតើមើលព្រះច័ន្ទក្បាលឡើងអីហ៊ានរំខានបងប្រុសសត្វជើងពីគេងនិងកាប់ផ្ដាច់អាហាររបស់ម៉ាក់នឹងខំពួកឯងឲ្យខ្ទេចជាមិនខានអូយចប់ហើយអូព្រះឲ្យស្រីម្នាក់នេះឈួតហើយប្រញាប់ដកថយរត់តើឯងរត់រួចទេបងស្រីលើកលែងទោសផងខ្ញុំលែងហ៊ានទៀតហើយបិទមកទៅធុញណាស់ស្ដាប់ឲ្យច្បាស់កូនក្មេងទៅប្រាប់ពួកអាម្សៅផេះក្នុងទឹកដីឯងទៅភ្នំមួយនេះទីធ្លាដែលពោពេញដោយបង្គោលឈើទាំងនេះគឺជាទឹកដីដែលយើងគ្រប់គ្រងទៅថ្ងៃមុខបានរណាហ៊ានឈានជើងមកចិត្តទីនេះកន្លះជំហានរំខានពួកបងប្អូនជើងពីរដែលចែកសាច់កំប៉ុងឲ្យយើងនឹងទំពាគ្រួសារវាកិនធ្វើជាជីមិនខានឬហើយឬនៅឬហើយបងស្រីឆ្លាតណាស់វាឲ្យងាប់ក៏ខ្ញុំមិនហ៊ានមកទៀតដែរទៅឲ្យឆ្ងាយទៅពួកអាគ្មានខួរក្បាលទាំងនេះថ្ងៃស្អែកត្រូវឲ្យពួកបងប្អូនជើងពីរដូររសជាតិឲ្យយើងវិញម្ដងមិនដឹងថាអាសាច់ក្រកឆ្អិនខ្ចីនោះល្មមនឹងញាត់ចន្លោះថ្មិញយើងអត់ផងគេងលក់ស្រួលណាស់យប់មិញជួយម៉ាយយប់មិញខាងក្រៅមានចម្បាំងមែនទេអរុនសួស្ដីបងប្អូនជើងពីរយប់មិញមានពួកសត្វល្អិតអត់ភ្នែកប៉ុន្មានក្បាលមកបង្កចំនួនត្រូវបានយើងកំទេចអស់ហើយឯងមិនបាច់ខ្លាចទេយើងនិយាយម៉ាត់ណាគឺម៉ាត់នឹងទឹកដីនេះមានសុវត្ថិភាពខ្លាំងណាស់មានអារម្មណ៍ថាសុវត្ថិភាពខ្លាំងណាស់អរគុណសម្រាប់ការនឿយហត់ហើយធំនេះជាអាហារពេលព្រឹកនិងរង្វាន់បន្ថែមសម្រាប់ថ្ងៃនេះបងប្អូនជើងពីរឯងពិតជាយល់ចិត្តណាស់សាច់ក្រកនេះពិតជាឆ្ងាញ់ណាស់មានទាំងឆ្អិនខ្ចីទៀតឆ្ងាញ់ជាងស៊ីឆ្អិនឆ្ងាញ់ណាស់ទៅថ្ងៃមុខការងារបែបនេះមានរាល់ថ្ងៃមកយើងមិនខ្លាចទេហាគ្រោះថ្នាក់ពីខាងក្រៅត្រូវបានកំចាត់អស់ហើយបន្ទាប់មកទៀតគឺត្រូវចាត់ការពួកឯងដែលសល់កម្លាំងខ្លាំងពេកនេះម្ដងថ្ងៃនេះយើងរៀនម៉ោងកីឡាអាភ្លេចបន្ទោឲ្យសេះស្ងួតថ្ងៃនេះឯងហ៊ានរត់ប្រណាំងជាមួយយើងពីរជុំទៀតអត់យើងឲ្យឯងរត់មុន100ម៉ែត្រក៏ឯងរត់មិនទាន់ដែររត់ជាមួយឯងពិតជាខាត់កម្លាំងយើងណាស់មកទីនេះទាំងអស់គ្នារត់ផ្ដេសផ្ដាសក្នុងទីធ្លារាល់ថ្ងៃងាយនឹងបុកបង្គោលឈើណាស់ថ្ងៃនេះយើងនឹងបង្រៀនល្បែងថ្មីមួយដល់ពួកឯងគឺហោះថាច្បាប់ងាយស្រួលណាស់យើងគប់ទៅបាននរណាអាចរើសវាមកវិញដោយមិនឲ្យខូចខាតហើយយកមកឲ្យយើងវិញយើងនឹងរង្វាន់សាច់ក្រកធំមួយឬផ្លែពេះធំមួយយើងធ្វើនេះពិតជាកើតមកសម្រាប់យើងតែម្ដងយើងជាស្ដេច Dinosaur សភាពគិតបបាញ់គឺលេខ1ក្នុងលោកហើយប្រតិកម្មយឺតដូចឯងស៊ីសាច់ក៏មិនទាន់គេក្តៅផងត្រៀមខ្លួនសាច់ជារបស់យើងអាល្ងងហ៊ានមកប្រណាំងលបឿនជាមួយយើងឯងនៅខ្ចីណាស់សាច់ក្រកជារបស់យើងទេស្រីស្អាតឡាយអាសត្វស្លាប់ស្អុយឯងលួចបន្លំទេខ្លាំងចុះមករត់ដេកមកអាជើងពីរនេះអយុត្តិធម៌ណាស់វាមានស្លាប់តើនេះជាសមត្ថភាពស្អីទៅច្បាប់គឺត្រូវតែជាច្បាប់មិនខ្វល់ថាប្រើវិធីណាទេឲ្យតែអ្នកណារើបានមុនគឺជារបស់អ្នកនោះហើយអាជើងពីរម្ដងទៀតមកដើម្បីផ្លែពេះថ្ងៃនេះយើងស៊ូចង់កាប់ហើយយើងក៏ចង់លេងដែរទុកជាការរំលាយអាហារក្រោយពេលបាយចុះល្អណាស់ទឹកទី2ត្រៀមខ្លួនរបស់ខ្ញុំគុំរត់ផ្លែពេះរបស់ខ្ញុំអូយអាថត់ស្អុយហ៊ានមកបុកស្រកាក្នុងយើងទៀតខ្លាំងណាស់យើងរំពាត់ឲ្យងាប់ឥឡូវរួចរាល់ហើយអាជើងពីរយកសាច់មកឲ្យលឿនមកហាធ្វើបានល្អណាស់ភ្លេចបន្ទោទទួលបានសាច់ក្រកមួយហើយកូនវែងជួយសម្រួលបានល្អយករង្វាន់ផ្លែទំពាំងបាយជូរមួយហើយអ្វីបានជាអ្នកស៊ីគឺយើងរហូតចឹងអាស្រកាក្នុងឯងមិនមើលផ្លូវទេអីចេះតែមកបុកចុងក្រោយគឺយើងអ្នកទទួលរងគ្រោះទាំងអស់សុំទោសផងបើចង់បន្ទោសទៅបន្ទោសអាបីស្នែងនោះទៅបងប្អូនជើងពីរល្បែងគប់ថាសហោះដែលពួកឯងកំពុងលេងនឹងយើងអាចលេងជាមួយបានអត់ Dinosaur ដ៏ធំកម្ពស់12ម៉ែត្រទម្ងន់ជាង10តោនឥឡូវកំពុងធ្វើកាយវិការគួរឲ្យស្រឡាញ់សួរថាតើអាចលេងថាសហោះជាមួយគ្នាបានទេនេះពិតជាគួរឲ្យស្រឡាញ់ប្លែកភ្នែកមែនឯងចង់លេងថាសហោះមែនទេធំឲ្យមិនមែនយើងកំណាញ់ទេតែរបស់នេះនៅក្នុងមាត់ឯងប្រហែលជាមិនស្មើនឹងឈើចាក់ធ្មេញផងដឹងតែឯងខំខ្វប់វានឹងក្លាយជាកំទេចជាប់មិនខានបងប្អូនជើងពីរឯងកំពុងមើងងាយយើងមែនទេយើងជាស្ដេចគ្រប់គ្រងព្រៃមួយនេះការគ្រប់គ្រងកម្លាំងធ្មេញគឺយើងធ្វើបានយើងសន្យាថានឹងប្រើតែចុងធ្មេញខាងមុខខាំតិចបានហើយមិនធ្វើឲ្យខូចរបស់លេងឯងទេមិនអីទេលេងក៏លេងចុះតែត្រូវនិយាយគ្នាឲ្យច្បាស់ជាមុនសិនបើឯងខំថាសហោះនេះបែកសាច់អាហារថ្ងៃត្រង់របស់ឯងនឹងត្រូវកាត់ពាក់កណ្ដាលគ្មានបញ្ហាទេរឿងនេះទុកចិត្តលើយើងចុះម៉ែឲ្យម៉ែខ្ញុំចង់លេងគប់ថាសហោះដែរគាត់រត់ទៅមិនលេបទាំងសត្វហើលើមេឃអស់ទេដឹងខ្លួនធំប៉ុណ្ណឹងរត់ទៅមិនខ្លាចបាក់ភ្នំធ្មេញនេះទេអីត្រៀមខ្លួនហើយឬនៅយើងមកហើយនេះមិនមែនលេងថាសហោះទេនេះគឺកំពុងបំផ្លិចបំផ្លាញផ្ទះសម្បែងហើយយីចាំមើលយើងចាប់ឲ្យជាប់
យ៉ាងម៉េចដែរអាប្អូនជើងពីរក្បាច់ល្បិចរបស់បងស្រីម្នាក់នេះលយអត់រលូនខ្លាំងណាស់មែនទេតើអាចថែមសាច់ថ្ងៃត្រង់ឲ្យបងស្រីបានទេអ៊ំស្រីលយណាស់នឹកស្មានមិនដល់ថាអាចចាប់ថាសោះបានមែនហើយមិនធ្វើឲ្យវាខូចទៀតម៉ាក់ខ្ញុំលយខ្លាំងណាស់ពិតជា idol លំដាប់កំពូលរបស់ខ្ញុំមែនហេគ្រាន់តែសុំនឹងពាក្យថាស្ដេច Dinosaur បន្តិចបន្តួចប៉ុណ្ណឹងសោះស្រួលខ្លួនណាស់វើយខ្ញុំរស់នៅដល់អាយុប៉ុណ្ណេះហើយថ្ងៃនេះរត់បានសប្បាយជាងគេបំផុតល្បែងគប់ថាសហោះនេះទៅថ្ងៃមុខត្រូវតែរៀបចំលេងរាល់ថ្ងៃបានតើឲ្យតែអ៊ំស្រីសប្បាយចិត្តទៅបានហើយគុំតែបុករបងឈើនេះឲ្យបាក់ទៅបានហើយពួកកូន Dinosaur ទាំងនេះទីបំផុតព្រមគេងស្ងាត់ហើយនៅមានអ៊ំស្រីសន្តិសុខខាងក្រៅនោះទៀតគេងលក់ស្រួលខ្លាំងណាស់ហើយនឹកស្មានមិនដល់សោះថានៅក្នុងយុគសម័យ Jurassic ដែលពោពេញដោយគ្រោះថ្នាក់នេះខ្ញុំអាចរស់នៅយ៉ាងសុខស្រួលជាមួយការចិញ្ចឹមនិងលេងជាមួយ Dinosaur បានយ៉ាងនេះឌីងពិនិត្យឃើញថាកម្រិតសកម្មភាពក្នុងសួនរបស់ម្ចាស់ផ្ទះបានគ្រប់ស្តង់ដារអត្រាពេញចិត្តពីកូន Dinosaur ខ្ពស់ខ្លាំងថ្នាក់សួនត្រូវបានដំឡើងថ្នាក់ប្រាក់សួនកំសាន្តឈើដែលរួមរស់ជាមួយគ្នាដោយសុខដុមបើកដំណើរការមុខងារពិសេសការពង្រីកសំណង់កម្រិតធំរង្វាន់បេសកកម្មត្រូវបានបញ្ជូនរួចរាល់រំអិលឈើមូលខ្នាតធំធ្វើដោយដៃផ្ទាល់អង្រឹងស្បែកសត្វនិងម៉ាស៊ីនផ្លុំពុះសាប៊ូខ្នាតធំដោយដៃអូហូក្តាររំអិលអង្រឹងហើយមានម៉ាស៊ីនផ្លុំពុះសាប៊ូទៀតប្រព័ន្ធនេះពិតជាចេះរកនឹកបង្កើតរបស់លេងបែបបច្ចេកវិទ្យាទាបសម្រាប់កូនក្មេងមែនគ្មានអគ្គិសនីទេគឺប្រើកម្លាំងដៃសុទ្ធសាធតែម្ដងថ្ងៃស្អែកពួកកូន Dinosaur បុរាណដែលមិនដែលស្គាល់ពិភពលោកខាងក្រៅទាំងនេះច្បាស់ជាស្រឡាងកាំងនឹងរបស់លេងថ្មីទាំងនេះរហូតដល់និយាយមិនចេញជាមិនខានជាស្អីនឹងណោះម៉ាក់អើយអាជើងពីរដាំឈើថ្មីទៀតហើយនេះជាស្អីគេហ្នឹងមើលទៅរលោងល្អិលម៉េះវ៉ាស្បែកសត្វនេះទន់ល្មើយតែម្ដងស្រួលជាងស្មៅស្ងួតនឹងភក់នៅលើដីឆ្ងាយណាស់ភ្ញាក់អស់ហើយហេល្អណាស់ញ៉ាំបាយហើយខ្ញុំនឹងណែនាំរបស់លេងថ្មីឲ្យស្គាល់មើលឲ្យច្បាស់របស់នេះគេហៅថាក្តាររំអិលរបស់នេះគឺបង្កើតឡើងដើម្បីទប់ទល់នឹងពួកក្បាលរឹងដែលលើធម្មពលដូចជាពួកឯងនឹងហើយខ្ញុំអាចរំអិលចុះពីកន្លែងខ្ពស់ដោយមិនឈឺខ្លួនសោះអស្ចារ្យខ្លាំងណាស់អាយ៉ាខ្ញុំរអិលចុះមកហើយលឿនខ្លាំងណាស់វើយសប្បាយលេងខ្លាំងណាស់ខ្ញុំចង់លេងម្ដងទៀតហេខ្លួនឯងធ្ងន់ដូចដំឡូងយ៉ាងហ្នឹងរំអិលចុះមកដូចជាផ្លែលឹកធ្លាក់អញ្ចឹងចាំមើលបងស្រីលេងវិញឃើញអត់អាក្មេងធំនេះទៅគេហៅថារំអិលពិតប្រាកដចំណែកឯងវិញដូចជាដំឡូងបារាំងរមៀលធ្លាក់អញ្ចឹងឯងនឹងហើយជាដំឡូងបារាំងជួយផងខ្ញុំចុះមិនរួចទេអារម្មណ៍យោទៅយល់មកនេះស្រួលខ្លាំងណាស់មិនប្រឡាក់ភក់សំបីតែបន្តិចអាជើងពីរអង្រឹងយោនេះខ្ញុំពេញចិត្តខ្លាំងណាស់ទៅថ្ងៃមុខនេះនឹងក្លាយជាបល្ល័ង្កអផ្ទាល់ខ្លួនរបស់ខ្ញុំប្អូនស្រីប៉ានសូមឲ្យបងគេងលេងបន្តិចបានទេជើងបងរួយខ្លាំងណាស់មិនបានទេខ្លួនបងធំយ៉ាងហ្នឹងបើឡើងមកច្បាស់ជាធ្វើឲ្យអង្រឹងរបស់ខ្ញុំបាក់ជាមិនខានបងទៅដេកត្រាំក្នុងអាងទឹកវិញទៅក្រោកឡើងទាំងអស់គ្នាចាំខ្ញុំបង្ហាញមន្តអាគមពិតប្រាកដឲ្យមើលជាស្អីគេហ្នឹងបើចុះមានពុះទឹកពណ៌ធ្លាក់ពីលើមេឃច្រើនណាស់វើយតើនេះជាចំណីថ្មីមែនទេជាស្អីគេហ្នឹងខ្ញុំច្បាស់ជាខំត្រូវហើយតើហេតុអ្វីមិនបានស៊ីអីសោះអញ្ចឹងចុះសាច់ទៅណាអស់ហើយពុះទឹកនេះចេះបំបាំងកាយទៀតខ្ញុំទើបតែខំភ្លាមក៏បាត់ភ្លាមតែម្ដងខឹងណាស់វើយចាំមើលក្បាច់ក្រញាំគ្មានស្រមោលរបស់បងស្រីនេះផ្ទុះខ្ទេចឥឡូវហើយផករបស់នេះមិនឆ្ងាញ់សោះមានជាតិពុលហើយបាល់ពណ៌ទាំងនេះពិតជាស្អាតណាស់ម៉ាក់មានបាល់ពណ៌ច្រើនណាស់ស្អាតខ្លាំងណាស់សប្បាយណាស់ខ្ញុំចាប់បានពស់ធំមួយហើយពួកអាគីងគូបុរាណទាំងនេះសំបីតែពស់ក៏លេងសប្បាយម្លេះមើលទៅកូន Dinosaur និងកូនមនុស្សគឺដូចគ្នាបេះបិទសុទ្ធតែចូលចិត្តលេងពួកវាត្រូវបានកំសាន្តសម័យទំនើបអូសទាញទាំងស្រុងហើយអាជើងពីរក្រោកឡើងព្រះអាទិត្យចាំងដល់គូតហើយកាលពីម្សិលមិញឯងថានឹងនាំពួកយើងទៅដើរលេងឆាប់ក្រោកឡើងចែកសាច់មកពួកយើងត្រូវចេញដំណើរហើយដូនតាឲ្យចុះទៅសិនទៅឆ្អឹងជំនីខ្ញុំប្រហែលជាបាក់ខ្ទេចអស់ហើយបើដឹងមុនមិនព្រមនាំពួកវាចេញក្រៅទេធ្វើឲ្យខ្ញុំគេងមិនលក់សោះអើយខ្លួនប្រាណឯងខ្សោយម្លេះមិនដូចម៉ាក់ខ្ញុំទេទ្រូងគាត់អាចវីថ្មបែកបាននេះមិនមែនជានាំកូនក្មេងលេងទេនេះគឺលេងលាក់ខ្លួនជាមួយស្ដេចយមរាជច្បាស់ណាស់ឌីងពិនិត្យឃើញថាតំបន់សួនរបស់ម្ចាស់មានសកម្មភាពខ្ពស់ណាស់
ដំណើរការភារកិច្ចចៃដន្យការដើរលេងនីតិក្រដៅសម័យបុរាណអ្នករាល់គ្នាដើរឲ្យគៀកគ្នាជាពិសេសឯងភ្លេចបន្ទោគុំរត់ផ្ដេសផ្ដាស់ឲ្យសោះបើវង្វេងផ្លូវត្រូវពួកអាឡូសនៅខាងក្រៅចាប់ធ្វើជាចំណីខ្ញុំមិនទទួលខុសត្រូវទេណាដឹងហើយអាជើងពីរខ្ញុំគ្រាន់តែទៅមើលខាងមុខបន្តិចតើមានចំណីរត់លឿនខ្លះទេផកអាភ្លេចបន្ទោរត់យឺតបន្តិចទៅហុយដីពេញខ្លួនខ្ញុំអស់ហើយប្រឡាក់ស្រកាដ៏ស្អាតរបស់ខ្ញុំអស់ហើយអាជើងពីរនៅលើកំពូលភ្នំមានស្មៅឆ្ងាញ់ទេស្លឹកឈើនៅលើកំពូលភ្នំថ្មព្រោះតែនៅជិតព្រះអាទិត្យគឺមានរសជាតិផ្អែមណាស់ណាស៊ីដឹងតែពីស៊ីមើលទៅរុកជាតិនៅលើកំពូលភ្នំមិនល្មមឲ្យអញស៊ីកន្លះថ្ងៃផងម៉ាក់ខ្ញុំមានស្លាប់ពីនេះពេលទៅដល់កំពូលភ្នំតើអាចហោះទៅដល់លើព្រះអាទិត្យបានទេអានឹងខ្ញុំគិតថាមិនងាយទេព្រោះឯងទៅតែកើតមិនទាន់បានប៉ុន្មានផងបងប្រុសជើងពីរនៅពីក្រោយដើមឈើធំខាងមុខនោះហាក់ដូចជាមានបិសាចលាក់ខ្លួនមែនទេខ្ញុំខ្លាចណាស់ចុះបើវាខាមេជើងខ្ញុំធ្វើមិនទៅខ្លាចស្អីអញដើរជន់តែមួយជើងបិសាចច្បាស់ជាខ្លាចជាកំរាលព្រំសំបែកស្មើដីហើយពួកនេះពិតជាចិញ្ចឹមឡើងខូចអស់ហើយអាជើងពីរខ្ញុំទៅលេងរួចហើយជើងខ្ញុំហៀបនឹងបាក់ហើយហេតុអ្វីម៉ាក់ខ្ញុំខ្ពស់ម្លេះតែខ្ញុំបែរជាមានជើងខ្លីទៅវិញអយុត្តិធម៌ណាស់អញពោលខ្ញុំបានទេខ្ញុំប្រែងអញចង់ឲ្យខ្ញុំងាប់នៅទីនេះរួចឯងយកខ្ញុំធ្វើជាចំណីសម្រន់មែនទេឆាប់ងើបឡើងដើរភ្លាមបើមិនអញ្ចឹងទេកាត់កំប៉ុងសាច់អាហារថ្ងៃត្រង់ពាក់កណ្ដាលអូយអាជើងពីរចិត្តដាច់ម្លេះគ្រាន់តែពោលបន្តិចក៏មិនព្រមដែរនេះគឺធ្វើបាបកូនឌីណូស័រហើយនេះគឺជាពិភពលោកដ៏បុរាណមួយដែលមិនអាចពណ៌នាបានដោយពាក្យសម្ដីក្រឡេកមើលពីលើកំពូលភ្នំធ្មចុះក្រោមគឺឃើញវាលស្មៅលាតសន្ធឹងដាច់កន្ទុយភ្នែកម៉ាក់សត្វស្លាបធំទាំងនោះមើលទៅដូចខ្ញុំណាស់តែហេតុអ្វីពួកវាសាហាវម្លេះពួកវាហោះខ្ពស់ណាស់ខ្ញុំហោះមិនទាន់បានខ្ពស់ដល់ថ្នាក់នឹងទេគុំយំអីពួកនោះទើបជាស្ដេចត្រួតត្រាលើមេឃពិតប្រាកដឯងឥឡូវនេះយ៉ាងច្រើនគ្រាន់តែជាកូនក្មេងពូកែប្តឹងដែលមានស្លាបប៉ុណ្ណោះអាជើងពីរពួកអាធំនៅខាងក្រោមនោះមើលទៅមិនងាយស្រួលនិយាយគ្នាទេតើពួកវាមិនស៊ីសាច់ពណ៌ផ្កាឈូកនេះទេមែនទេស៊ីតែឌីណូស័រមែនទេអាបិសាចមានធ្មេញវិចនោះមើលទៅដូចខ្ញុំណាស់វាមិនស៊ីទាំងខ្ញុំទេដឹងឯងគិតអញ្ចឹងមែនទេនោះគឺជាព្រៃជ្រៅអាធ្មេញធំមានតែអាល្ងងដែលគេចិញ្ចឹមឡើងខូចដូចឯងទេទើបគិតថាពិភពលោកនេះមានពណ៌ស្រស់ស្អាតខ្ញុំគិតថាសួនឈើរបស់ពួកយើងល្អជាងទោះបីជាមានភក់ច្រើនបន្តិចមែនតែវាមានសុវត្ថិភាពហើយថែមទាំងមានម៉ាក់របស់អាធ្មេញធំយាមនៅខាងក្រៅទៀតបើមិនអញ្ចឹងទេពួកយើងឆាប់ត្រឡប់ទៅវិញទៅមានតែឯងទេដែលទន់ជ្រាយជាងគេបានហើយឈប់គិតពីរឿងជីវិតឌីណូស័រទៅដល់ពេលអាហារថ្ងៃត្រង់ហើយអាប្អូនប្រុសមាត់ធំនោះល្ងងណាស់ដេញតាមឡើងយូរមិនទាន់ចាប់បានអាដៃនោះផងបើវាមានសាច់កំប៉ុងដែកនេះមួយកំប៉ុងប្រកាសជាមិនបាច់រត់ហត់នឿយយ៉ាងនេះទេអាជើងពីរទៅថ្ងៃមុខពេលខ្ញុំធំឡើងតើខ្ញុំអាចយកសាច់នេះទៅឲ្យពួកវានៅខាងក្រោមស៊ីបានទេខ្ញុំគិតថាធ្វើបែបនេះពួកវានឹងមិនវាយគ្នាទៀតទេឯងគួរតែគិតពីរឿងវឹកហាត់ដៃខ្លីរបស់ឯងឲ្យចេះបើកកំប៉ុងដោយខ្លួនឯងសិនទៅសូម្បីតែកំប៉ុងក៏បើកមិនចេះផងនៅចង់យកទៅចែកគេទៀតយល់សពទាំងថ្ងៃទៅហើយអាធំស៊ីស្មៅនៅខាងនោះលាតឡើងវែងដើម្បីបេះស្លឹកឈើនៅលើកំពូលឈើមិនហត់ទេអីមិនស្រួយដូចស្បឺរីរបស់ខ្ញុំផងពិតជាល្ងងមែនទោះបីជានៅទីនេះមើលថែពួកវាហត់ចិត្តបន្តិចមែនតែទិដ្ឋភាពបែបនេះនិងបទពិសោធន៍នេះពិតជាមានតម្លៃណាស់ម៉ាក់ទៅថ្ងៃមុខពេលខ្ញុំធំឡើងខ្ញុំក៏ចង់ហោះទៅលើពុកដើម្បីជួសអាចដាក់ក្បាលពួកអាធំខាងក្រោមនោះដែរឲ្យពួកវាដឹងថាអ្វីទៅជាយុទ្ធធម៌ធ្លាក់ពីលើមេឃមហិច្ឆតារបស់ឯងពិតជាធំធេងហើយប្លែកភ្នែកមែនអាជើងពីរខ្ញុំគិតថាកូនបាសេនិយាយត្រូវហើយឯងមើលពួកអាធំខាងក្រោមនោះចុះដើម្បីតែសម្បកឈើក្រៀមសោះវាគ្នាងាប់រស់គ្មានមហិច្ឆតាសោះនៅជាមួយឯងទៅមានអនាគតបងប្រុសជើងពីរឲ្យមុននេះខ្ញុំឃើញមានសត្វដ៏ធំមួយនៅក្នុងព្រៃនោះសម្លឹងមកខ្ញុំភ្នែកវាកាច់ណាស់កន្លែងបែបនេះមើលតែមួយផ្លែតក៏ល្មមហើយពួកយើងប្រញាប់ត្រឡប់ទៅរូងឈើវិញទៅខ្ញុំមានអារម្មណ៍ថាជើងទាំង4របស់ខ្ញុំទន់ដូចគុយទាវអស់ហើយខ្ញុំលែងដើរហើយខ្ញុំខ្លាចជាឌីណូស័រឥតប្រយោជន៍ហើយអាជើងពីរឯងបោះខ្ញុំចោលនៅទីនេះឲ្យពួកអាឡូស័រធ្វើជាចំណីទៅចាំថាថ្ងៃនេះឆ្នាំក្រោយយកកំប៉ុងសាច់ពីរប្រអប់មកឲ្យខ្ញុំទៅបានហើយក្រហមអាជើងពីរនាំកូនខ្ញុំទៅដើរលេងមិនទាន់ឃើញមកផ្ទះវិញទេដល់ម៉ោងញ៉ាំអាហារពេលល្ងាចសាច់របស់ខ្ញុំហើយបើមិនទាន់មកវិញទេខ្ញុំនឹងស៊ីរបងឈើទាំងនេះឲ្យខ្ទេចម៉ាក់អើយ
ម៉ាក់ខឹងហើយគាត់ពិតជាវីខ្ញុំមែនណាឆាប់រត់លឿនឡើងឯងពោជាមិនខ្លាចអ្នកណាទាំងអស់ខ្លាចតែម៉ាក់ខ្លួនឯងទៅថ្ងៃមុខខ្លាចជាឌីណូសរខ្លាចម៉ាក់ទេដឹង